អូខេបាទ1 2 3បាទបាទ1 2 3បាទសម្រាប់1 2 3គឺយ៉ាងបាទបងប្អូនចង់មើលអញ្ចឹងបងអាចបងប្អូនអាចចង់មើល2 3បាទបើសិនជាបងប្អូនចង់មើលវីដេអូបងប្អូនអាចមើលក្នុងវីដេអូហ្នឹងទៅនឹងមានវីដេអូហ្នឹងហើយបាទមើលវីដេអូនេះទៅអញមើលវីដេអូអីគេមើលវីដេអូនេះនិយាយខ្លីៗមើល វីដេអូនេះវីដេអូនេះវីដេអូនេះ អញមើលនៅវីដេអូនេះបាន អូខេអូវីដេអូនេះ ចង់ឃើញមើលវីដេអូនេះ អូខេបាយបាយ សួស្តីបងប្អូនជនរួមជាតិទាំងអស់គ្នាជួបជាមួយនឹងពួកខ្ញុំសាជាថ្មីទៀតហើយខ្ញុំតុលា ខ្ញុំពីផ្ទះកង បាទថ្ងៃនេះគឺយើងមានមុខម្ហូបដែលជនជាតិកូរ៉េគឺគេពេញនិយមញ៉ាំហើយខ្មែរយើងក៏សម្បូរអ្នកញ៉ាំដែរអញ្ចឹងយើងនឹងប្រាប់ពីរបៀបធ្វើទាំងអស់គ្នាគឺម្ហូបអីគេ តប់ពូគី ហើយហេតុផលបានយើងលើកថ្ងៃនេះលើកតោគេយកមកធ្វើ ដោយសារតែម្ហូបនេះជាម្ហូបមួយដែលយើងធ្វើនៅកម្មវិធីគឺនៅកោះពេជ្របាទអញ្ចឹងចង់ឲ្យបងប្អូនដឹងថារបៀបធ្វើហ្នឹងកាន់តែច្បាស់ហើយរបៀបធ្វើមិនអញ្ចឹងបាទបើសិនជាបងប្អូនចង់មើលវីដេអូយើងធ្វើម្ហូបនៅកោះពេជ្រហ្នឹងបាទចាំមើលវីដេអូនេះទៅមកតប់របស់យើងបន្ទាប់មកយើងមានផាត់ត្រីបាទផាត់ត្រីបន្ទាប់មកយើងមានខ្ទឹមខ្យល់បាទបន្ទាប់មកយើងមានម្សៅម្ទេសក្រហមបន្ទាប់មកយើងមានប្រើជាមួយនឹងស្ករហើយនឹងខ្ទឹម ហើយងាយដឹងទៀតថាពេលណាឆ្អិនពេលណាតែយើងត្រូវបិទខាងភ្លើងឬមួយក៏ថែមទឹកចឹងណាចង់ដឹងថា chef ភាសាធ្វើតបូគីឲ្យណាទីញ៉ាំខ្លះ អូខេឥឡូវគ្រឿងរបស់យើងគឺមានតក់បាទអញ្ចឹងតក់នេះគឺមានពីរប្រភេទមួយម្សៅអង្ករមួយម្សៅមី សាំមី បាទអញ្ចឹងមានពីរប្រភេទភាគច្រើននៅកូរ៉េវិញគឺគេធ្វើដែលគេធ្វើលក់ហ្នឹងគេប្រើម្សៅមីបាទតក់ដែលធ្វើមកពីម្សៅមីហ្នឹងហើយបាទបន្ទាប់មកយើងមានបាត់ត្រី បាត់ត្រីកូរ៉េគេហៅគេ អមុខ អមុខ បាទអមុខ បាទ បន្ទាប់មកយើងមានបន្លែរបស់យើងដាក់តែខ្ទឹមខ្យល់ដោយសារថ្ងៃនេះខ្ញុំចង់ធ្វើរៀងហឹរតិចខ្ញុំដាក់ម្ទេសរបស់យើងហ្នឹងខ្មែររបស់យើងបន្ទាប់មកយើងប្រើទឹកស្អៀវឬហើយខូជូចាំង ទឹកម្ទេសកូរ៉េ ទឹកម្ទេសកូរ៉េបាទបន្ទាប់មកយើងមានម្សៅម្ទេសរ៉ូឌីកូរ៉េហើយនឹងខ្ទឹមសខ្ទឹមច្រាំដល់ចុងក្រោយគឺខ្ញុំប្រើរៀងផ្អែមតិចមកប្រើស្ករត្នោតជំនួសបាទស្ករសក៏បានស្ករត្នោតក៏បានដែរបាទអូខេឥឡូវយើងទៅធ្វើទាំងអស់គ្នាបាទដំបូងគឺយើងដាំទឹកវាចោលសិន បាទ បាទអូខេសុំទឹកតិចមក ទឹកច្រើនតិចណាខ្ញុំតុំតិចខ្ញុំអត់សូវចូលចិត្ត បាទប៉ុណ្នេះអញដោយសារយើងងាស់ឲ្យវា ស្រួយ ស្រួយទេងាស់ឲ្យវាអស់ទឹករីងទឹកបាទអញ្ចឹងយើងពេលយើងឡងពេលដែលយើងដាំទឹកយើងហាន់បន្លែយើងទៅបាទខ្ទឹមសយើងមានអ្នកខ្លះគេចង់ហាន់ចេះហើយគេពុះវាក្តៅគេហាន់ចេះបាទធំជាងក៏បានតែថ្ងៃនេះខ្ញុំហាន់វារាងស្ដើងបាទបន្ទាប់មកបាត់ត្រីរបស់យើងវាធំអញ្ចឹងយើងកាត់វា កាត់ជាម៉ាន តាមចូលចិត្តយើងចង់ពុះវាចេះកាន់ជ្រុងចេះក៏បានចង់ធ្វើប្រភេទជ្រុងចេះក៏បានបាទតែខ្ញុំធ្វើឲ្យច្រើនប្រភេទ គេឲ្យកាត់ជារូបដំរីបានពួកខ្ញុំប្រើផាត្រីច្រើនដោយសារមេខ្ញុំក៏ចូលចិត្តផាត្រីពួកខ្ញុំអត់សូវចូលចិត្តតក់ប៉ុន្មានទេ អូអញ្ចឹងមានថាមេចូលចិត្តផាត់ត្រី បាទ បានយើងប្រើផាត់ត្រីច្រើន អូខេទឹកយើងពុះហើយ យើងដាក់នេះចូលណា អូអត់តនេះនេះដាក់ពេលក្រោយដោយសារតែយើងដាក់ឥឡូវហ្នឹងគឺរីកធំ អូរីក បាទគ្រឿងយើងដំបូងយើងដាក់ម្សៅម្ទេសយើងចូលមក បាទអញ្ចឹងម្ហូបកូរ៉េយ៉ាងឲ្យតែពណ៌ក្រហមនេះ បាទនេះហេតុផលនេះសិនទេខ្ញុំដាក់ទាំងអស់ហ្មងណាបាទបន្ទាប់មកនេះក្រហមមួយទៀតគឺនេះហ្មង អានេះខៃគេ ខូជូចាំង អូខូឈូចាំងច្រើនហង តមកយើងដាក់គ្រឿងរបស់យើងនេះរ៉ូឌីយើងហ្នឹងបាទ
ប៉ុណ្ណេះសិនហើយខ្ទឹមចូលអស់មកអូខេហើយទឹកស្ញូវហើយស្ករគូបាយមិនប៉ុណ្ណេះដាក់តក់យើងចូលយើងងាស់វាតតាតក់នឹងចាប់ដើមរីកចាំយើងដាក់គ្រឿងចូលផ្សេងទៀត អូតក់មកយើងចិត្តហើយមែនទេ មែនចិត្តហើយនេះរីកហើយ រីកហ្នឹងអញ្ចឹងតែដាក់គេទៀត តក់យើងរីកមកប៉ុណ្ណឹងមកគឺយើងដាក់នេះយើងចូលមក ពណ៌តំណងដល់ហើយអូហូឥឡូវតុកគីរបស់យើងគឺហើយណា បាទហើយហើយ អញ្ចឹង ចុងក្រោយគឺយើងដាក់ម្ទេសហើយនឹងខ្ទឹមខ្យល់របស់យើងចូលមក តែឃើញក្នុងវីដេអូគេមានដាក់ពងមាន់អីទេ ពងមាន់បើសិនជាបងប្អូននៅផ្ទះមានពងមាន់យើងស្ងោរវាហើយយើងដាក់ញ៉ាំជាមួយកាន់តែឆ្ងាញ់ម្ដងបាទចឹងតបគីរបស់យើងហើយបាទអញ្ចឹងវីដេអូរបស់យើងគឺមានតែប៉ុណ្្នេះទេបងប្អូនតែបើបងប្អូនមានម្ហូបកន្លែងណាចង់ឲ្យពួកខ្ញុំធ្វើអាចខមមិននៅខាងក្រោមបាទ បាយបាយ